បាទឥឡូវដើម្បីឲ្យដឹងថាអត្តន័យនៃกระดาษ 50000 ដែលបងប្រាក់រៀល 50000 ដែលបងប្អូនអត់ធ្លាប់ស្គាល់ឥឡូវនេះបងហួតគាត់នឹងបកស្រាយអត្តន័យខ្លីខ្លឹមតែមានប្រយោជន៍អញ្ចឹងមើលយ៉ាងម៉េចខ្លះបងបាទនៅក្នុងខេត្តសៀមរាបហ្នឹងពេលលោកអ្នកធ្វើដំណើរពីភ្នំពេញមកដល់សៀមរាបយើងដល់ស្រុកប្រាសាទបាគងនិយាយបាគងតាមពិតបាគងនេះវាមាន5ថ្នាក់បាទ5ថ្នាក់បាទនេះធ្វើម៉េចគឺជាប្រាសាទរាជប្រាសាទស្ដេចព្រះបាទឥន្ទ្រវរ្ម័នទី1អញ្ចឹងឆ្នាំ881ហ្នឹងណាព្រះអង្គកសាងហ្នឹង5ជាន់ជាន់ទី1គឺឋាននាគជាន់ទី2គឺឋានគ្រុឌជាន់ទី3គឺរក្សាស័ក្តិរកតាលមនុស្សរកតាខ្មោចរក្សាស័ក្តិដល់ពេលជាន់ទី4គឺយក្សាដល់ពេលជាន់ទី5គឺស្ដេចទេវតាយក្សាឡែកបោកគួរគឺយៈបងធម្មតាយៈនឹងប្រែថាលើកកម្លាំងអញ្ចឹងនេះគឺជាប្រាសាទបាគងហើយកណ្ដាលជាន់ទី5ទី5នេះគឺឋានទេវតាទេវរាជទេវរាជអញ្ចឹងយើងរាល់ដងឡើងអត់ដែលបានចាប់អារម្មណ៍ថាវាមិនទេបាទហើយមានតម្រៃក្បាល3ក៏តែ3000បាទ3000គឺ33អញ្ចឹងសៀមវាបាននឹងសងបាទ1 2នឹងសងវាអត់ចេះអីទេ3គឺខ្មែរនឹងសង30 40 5 6 7 8 9អញ្ចឹងបានថាសៀមនេះចន្លងពីគេលួចពីគេសពអាយ៉ាងហើយយកអក្សរខ្មែរទៅកាត់ក្បាលអក្សរខ្មែរណាដូចកចអត់មានសក់យកទៅកាត់ជើងយកកាត់ដៃយកកាត់ជើងនៅកន្លប់អានេះត្រូវបដាសាយើងមិនដាក់បដាសាទេព្រោះអក្សរ33តួសិទេវតាឋានលោកចុះមកបាទទាំង33កខងោចូលឆោញោដធអញ្ចឹងមានកណ្ដឹង3000ហ្នឹងមកពីពាក្យថា33អញ្ចឹងតួអង្គបាទតួអង្គបាទ33តួអង្គព្រះឥន្ទបាទអរគុណច្រើននេះគឺជាអត្តន័យនៃกระดาษប្រាក់រៀល 50000ចូលមានតែម្ខាងយកខាងនោះបាទហើយម្ខាងទៀតហ្នឹងគឺព្រះនរោត្តមសីហនុហ្នឹងហើយយើងមើលនាគយើងខ្មែរជាពូជអីពូជនាគអញ្ចឹងសូមលោកអ្នកស្រឡាញ់ខ្មែរលើកស្ទួយខ្មែរហើយស្ត្រីកូនកំមុំមុនរៀបការគេឲ្យធ្វើថ្មិញពីអាទិត្យមុនតែខំប្តីងាប់ពីពូជនាគពេលបឋមរៀបការជាមួយប្រម៉ែនាគអញ្ចឹងនាគនេះគឺជាម្ដាយទឹកគឺជាឪពុកនាគគឺជាម៉ែដីគឺជាម៉ែអញ្ចឹងខ្មែរយើងថាទឹកដីតែសៀមក្បាត់ជាតិគេហៅដីទឹកអញ្ចឹងបាទនេះគឺជាអត្តន័យនៃกระดาษ 50000ហើយមក505ប្រពុត5អង្គប្រពុត5អង្គនេះនៅ05បាទ50000ទៅបងណាបាទអញ្ចឹងសូមឲ្យបានសេចក្តីសុខឲ្យចម្រុងចម្រើនទាំងអស់គ្នាព្រះ5អង្គបាទហើយខ្ញុំជូនបង50000ហ្នឹងបើកមើលឃើញលេខ4 17អត្តន័យយ៉ាងម៉េចបងម៉ោង4 17នាទីបាទម៉ោង4នេះបងម៉ោង4 17នាទីមិនគឺម៉ោងគឺលេខ4ណាបងលេខ4ហ្នឹងគឺទឹកធាតុទឹកធាតុដីធាតុភ្លើងធាតុខ្យល់បាទហើយហ្នឹងគឺ4ទិសបងណា4ទិសហើយដល់ពេលលេខ17នាទីដែលបងឲ្យកระดาษប្រាក់ 50000ហ្នឹងណាមាន4 17នាទីអញ្ចឹង17 1 7វា8ទិសអញ្ចឹងព្រះនរាយណ៍ដៃ8លោកតារីកនិងក៏វត្តដៃ8គេហៅថាមីជាប់ការពារទិសទាំង8អញ្ចឹងខ្មែរយើងអត់ចង់ធ្វើសង្គ្រាមទេតែបើធ្វើសង្គ្រាមយើងឈ្នះ10ទិសចឹងខ្ញុំជូនឲ្យបងសមមានអត្តន័យណាតែមានន័យទាំងអស់ហើយអ្វីដែលយើងនិយាយគ្នានេះគឺលោកអ្នកកុំជឿប៉ុន្តែលោកអ្នកគិតពិចារណាដោយបញ្ញាពីព្រោះអ្វីក៏ដោយតែឃើញយើងកុំជឿតែស្ដាប់លឺយើងកុំជឿប៉ុន្តែជឿដោយប្រាជ្ញារបស់យើងដែលយើងគិតសិលសមាធិបញ្ញាសិលគឺដឹងខុសដឹងត្រូវសមាធិគឺចិត្តយើងស្ងប់បញ្ញាគឺការឡើងដោយសារចិត្តយើងស្ងប់តែកាលណាយើងតិចខឹងអត់មានបញ្ញាបាទឯកភាពបាទអញ្ចឹងអរគុណមកហួនណាអូអត្តន័យល្អបាទ